មនុស្សគ្រប់គ្នាខ្លាចភាពវិនិច្ឆ័យហើយមនុស្សគ្រប់គ្នាខ្លាចភាពឈឹងយកចំណុចពីរនឹងដាក់ក្នុងជីវិតនឹងលែងមានភាពសប្បាយរីករាយក្នុងជីវិតនេះអត់អាចធ្វើអ្វីបានគ្នាចង់ធ្វើខ្ញុំលើកយកអត្ថបទនេះយកមកនិយាយដោយសារខ្ញុំធ្លាប់ដងកាត់នៅបញ្ហានៅក្នុងជីវិតរបស់ខ្ញុំគឺខ្ញុំមានភាពភ័យខ្លាចក្នុងការវិនិច្ឆ័យរបស់អ្នកដទៃថាអ្នកដទៃគេឈឹងនៅអ្វីខ្ញុំធ្វើនៅលើโลกនេះមិនថាយើងធ្វើល្អឬធ្វើអាក្រក់មនុស្សតែតែវិនិច្ឆ័យយើងមិនថាទោះបីយើងខំប្រឹងធ្វើល្អប៉ុណ្ណាក៏ដោយខ្ញុំចង់ប្រាប់អ្នកថាធ្វើអ្វីដែលខ្លួនឯងសប្បាយចិត្តយើងនៅក្នុងភពផែនដីនេះស្រស់ស្អាតយើងត្រូវតែរស់នៅដែលមានភាពសប្បាយចិត្តយើងធ្វើអ្វីយើងចង់ធ្វើយើងត្រូវតែផ្ដល់ថាមពលទៅមនុស្សដែលគេ positive ជាមួយយើងឥឡូវនេះខ្ញុំចង់លើកឧទាហរណ៍ខ្លីមួយជូនអ្នកនរគ្នាឧទាហរណ៍ថាយើងទៅក្នុងកម្មវិធីជប់លៀងមួយកន្លែងរាំហ្នឹងអត់មានមនុស្សរាំទេគឺមានតែអ្នកភ្លេងទេតើចង់សប្បាយចិត្តសម្រាប់ខ្លួនឯងអ្នកនរគ្នាចង់ទៅរាំឬក៏ចង់ទៅរាំដែរបន្តិចថាខ្ញុំទៅរាំម្នាក់ឯងអ្នកដទៃគេនឹងមើលមកខ្ញុំគេនឹងវិនិច្ឆ័យខ្ញុំថាខ្ញុំមនុស្សឈួតឬក៏ខ្ញុំ whatever គេគិតអញ្ចឹងខ្ញុំចង់សម្រាប់អ្នកនរគ្នាថាចង់ធ្វើមនុស្សដែលសប្បាយចិត្តទៅរាំលេងសប្បាយម្នាក់ឯងឬក៏ចង់ធ្វើជាមនុស្សដែលឈរកពាត់ដៃហើយមើលម្នាក់នឹងរាំហើយទាំងដែលវិនិច្ឆ័យគេចង់ធ្វើជាមនុស្សដែលអវិជ្ជមានឬក៏យើងចង់ធ្វើជាមនុស្សវិជ្ជមានមានមនុស្សចូលមកក្នុងជីវិតយើងដោយផ្ដល់ថាមពលល្អៗគ្នាទៅវិញទៅមកនៅពេលដែលយើងគិតអ្វីវិជ្ជមាននៅពេលដែលយើងនិយាយអ្វីវិជ្ជមានចេញពីមាត់យើងសាងអំពើល្អយើងធ្វើបន់ឲ្យបានច្រើននោះជីវិតយើងជួបតែមនុស្សល្អជួបតែរឿងល្អយើងធ្វើបន់មិនថាតិចមិនថាច្រើនបន់យើងនឹងត្រឡប់មករកយើង Karma is real Karma is circle កុំភ្លេចដឹងគុណនៅអ្វីដែលខ្លួនឯងមានរាល់ថ្ងៃអរគុណខ្លួនឯងដែលនៅមានជីវិតអរគុណដែលខ្លួនឯងខំប្រឹងប្រែងដាស់តឿនខ្លួនឯងរាល់ថ្ងៃកុំខ្ជះខ្ជាយពេលវេលាកុំខ្ជះខ្ជាយថាមពលរបស់យើងឲ្យអ្នកដទៃ Peace and love